រៀបសួរនិងសួស្តីប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ Belty IU News ថ្ងៃនេះនាងខ្ញុំនឹងចែករំលែកព័ត៌មានពីការបើកបវេសនការថ្មីរបស់សាកលវិទ្យាល័យ Belty អន្តរជាតិសាកលវិទ្យាល័យ Belty អន្តរជាតិបានបើកបវេសនការថ្មីឆ្នាំសិក្សា2025-2026សម្រាប់ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងដែលគេចូលរៀននៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025សម្រាប់ថ្នាក់ច័ន្ទសុក្រនិងថ្នាក់សៅរ៍អាទិត្យចូលរៀននៅថ្ងៃទី4ខែតុលាឆ្នាំ2025បន្ថែមពីនេះទៅទៀតសាកលវិទ្យាល័យ Belty អន្តរជាតិផ្ដល់ជូនអាហារូបករណ៍មួយចំនួនដូចជា1សម្រាប់សិស្សសាលា Belty អន្តរជាតិគ្រប់ទីតាំងទទួលបាន 50% សម្រាប់កម្មវិធីសិក្សាភាសាអន្តរជាតិ 30% សម្រាប់កម្មវិធីសិក្សាជាភាសាជាតិ2សម្រាប់សិស្សមកពីវិទ្យាល័យនានាទូទាំងប្រទេសទទួលបាន 20% សម្រាប់សិស្សនិស្សិតទូទៅទាំងកម្មវិធីសិក្សាជាភាសាជាតិនិងអន្តរជាតិ3ចំពោះមហាវិទ្យាល័យអាកាសចរស៊ីវិលសម្រាប់សិស្សដែលមកពីវិទ្យាល័យនានាទូទាំងប្រទេសទទួលបាន 30% សម្រាប់សិស្សនិស្សិតដែលមានបំណងសិក្សាកម្មវិធីជាតិនិងអន្តរជាតិអ្វីដែលកាន់តែពិសេសទៀតនោះគឺសាកលវិទ្យាល័យ Belty អន្តរជាតិផ្ដល់ជូនបន្ថែមឥតគិតថ្លៃនៅផ្ដល់ជូនថ្នាក់បំពន់ភាសាអង់គ្លេស1ឆ្នាំនិងកុំព្យូទ័រ1វគ្គដែលឥតគិតថ្លៃផ្ដល់ជូនថ្នាក់បំពន់ភាសាចិន1ឆ្នាំនិងកុំព្យូទ័រ1វគ្គដែលឥតគិតថ្លៃសូមជម្រាបជូនថាសាកលវិទ្យាល័យ Belty អន្តរជាតិមាន45មុខជំនាញនៃ13មហាវិទ្យាល័យ1មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម2មហាវិទ្យាល័យហិរញ្ញវត្ថុនិងធនាគារ3មហាវិទ្យាល័យសេដ្ឋកិច្ច4មហាវិទ្យាល័យច្បាប់5មហាវិទ្យាល័យអប់រំសិល្បៈនិងមនុស្សសាស្ត្រ6មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច7មហាវិទ្យាល័យព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ8មហាវិទ្យាល័យបច្ចេកវិទ្យា Digital និងទូរគមនាគមន៍9មហាវិទ្យាល័យវិស្វកម្ម10មហាវិទ្យាល័យស្ថាបត្យកម្ម11មហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ12មហាវិទ្យាល័យអាកាសចរស៊ីវិល13មហាវិទ្យាល័យភាសាចិនសាកលវិទ្យាល័យ Belty អន្តរជាតិមាន2ទីតាំងទីតាំងទី1ទួលស្លែងអគារ21ផ្លូវ360សង្កាត់បឹងកេងកង3ខណ្ឌបឹងកេងកងរាជធានីភ្នំពេញទីតាំងទី2ស្ពានអាកាសចោមចៅអគារ151ផ្លូវជាតិលេខ3សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយចំពោះឱកាសការងារវិញឲ្យតែនិស្សិតមានចំណេះដឹងនិងសមត្ថភាពពិតប្រាកដនោះនិស្សិតនឹងទទួលបានការងារតាំងពីឆ្នាំទី1មកម្លេះសាកលវិទ្យាល័យ Belty អន្តរជាតិចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅដូច្នេះសម្រាប់បងប្អូនដែលចង់សិក្សាអាចមកចុះឈ្មោះសិក្សាចាប់ពីពេលនេះបានជាចុងបញ្ចប់ដែលនាងខ្ញុំហុងពុតបូរមីសូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.